សួស្តីពុកម៉ែបងប្អូនទាំងគ្នាបាទមកទៀតហើយថ្ងៃនេះខ្ញុំរៀនចេះធ្វើម្ហូបប្រមុខទៀតហើយបងប្អូនទាំងគ្នាបាទហើយម្ហូបនោះគឺជាស្លម្ជូរក្រាក់វីដេអូខ្ញុំធ្វើបែបណាតោះទៅតាមដានវីដេអូខ្ញុំទាំងគ្នាបាទតោះពុកម៉ែបងប្អូនទាំងគ្នាមុនយើងអាចទៅស្លម្ជូរក្រាក់បានយើងត្រូវមានសាច់ទាជាមុនសិនហើយសាច់ទានេះខ្ញុំទិញក្នុងម៉ាតគឺវាថ្លៃដែរមួយក្បាលនេះប្រហែលជា 22,000 ជាងតែនិយាយវាសាច់វិញគឺល្អមែនតើណាដូចសាច់គោចឹងបងប្អូនទាំងគ្នាបាទបន្ទាប់ពីយើងច្រាបសាច់ទាហើយគឺយើងមានដូចជាខ្ទឹមមានស្លឹកក្រូចមានរមៀតហើយមានអំពិលទុំមានម្ទេសធំនិងរំដេងនិងគល់ស្លឹកគ្រៃម្ទេសតូចនិងប្រហុករបស់យើងហើយបន្លែរបស់យើងគឺជាត្រប់វែងហើយនេះជាសាច់ទារបស់យើងហើយនេះជាគ្រឿងដែលយើងត្រូវស្លម្ជូរក្រាក់អញ្ចឹងណាពុកម៉ែបងប្អូនទាំងគ្នាបាទពុកម៉ែបងប្អូនទាំងគ្នាបាទមកមើលពិធីធ្វើម្ដងមុនដំបូងជួយធ្វើការដាក់ឆ្នាំងឲ្យក្តៅហើយចាក់ខ្លាញ់ចូលបន្តិចបន្ទាប់ពីខ្លាញ់យើងក្តៅហើយយើងធ្វើការយកគ្រឿងរបស់យើងយកមកចាក់ចូលហើយយើងធ្វើការលីងគ្រឿងយើងឲ្យឈ្ងុយយើងធ្វើការលីងរហូតដល់វាឈ្ងុយបន្ទាប់ពីគ្រឿងយើងឈ្ងុយហើយយើងចាប់ផ្ដើមយកសាច់ទារបស់យើងយកមកចាក់ចូលពុកម៉ែបងប្អូនទាំងគ្នាបាទយើងចាក់ចូលហើយយើងធ្វើការដាក់ប្រហុកចូលដើម្បីឲ្យវាឡើងជាតិឈ្ងុយនិងច្របល់គ្រឿងជាមួយប្រហុកជាមួយសាច់ទារបស់យើងនោះឲ្យចូលជាតិគ្នាបន្ទាប់ពីយើងតាក់ចូលជាតិគ្នាហើយយើងចាប់ផ្ដើមផ្សំគ្រឿងម្ដងហើយយើងមកផ្សំគ្រឿងមុនដំបូងយើងធ្វើការដាក់ប៊ីចេងចូលហើយយើងចាប់ផ្ដើមដាក់ស្ករសចូលហើយយើងចាប់ផ្ដើមចាក់ទឹកត្រីចូលបន្តិចហើយដោយសារតែយើងថ្លឈ្ងួតអញ្ចឹងយើងមិនបាច់ដាក់អំបិលទេយើងដាក់ទឹកត្រីមកហើយយើងច្បល់វាចូលបន្ទាប់ពីយើងល្ងាស់វាបានមកទទួលមើលថាវារៀងផុយហើយយើងចាប់ផ្ដើមយកអំពិលទុំរបស់យើងយកមកចាក់ចូលធ្វើការគ្របឆ្នាំងបន្ទាប់ពីវារៀងឆ្អិនហើយយើងចាប់ផ្ដើមភ្លក់ហើយយើងយកបន្លែរបស់យើងយកមកចាក់ចូលតែម្ដងពុកម៉ែបងប្អូនទាំងគ្នាបាទហើយចំពោះទៅថ្លម្ជូរក្រាក់ពុកម៉ែបងប្អូនបាច់ចាក់ទឹកក៏បានដែរព្រោះតែទឹកវាចេញមកពីសាច់ទាហើយជាមួយបន្លែរបស់យើងធ្វើការចាក់បន្លែចូលហើយយើងចាប់ផ្ដើមច្បល់បន្លែយើងធ្លាក់ទឹកក្រោមបន្តិចរួចយើងងាស់វាទុកមកទទួលទៀតមកឥឡូវម្ហូបយើងចាប់ផ្ដើមចេញតម្រោះឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទជាផ្ដើមឆ្អិនហើយគឺទំនងញ៉ាំមែនតែនពុកម៉ែបងប្អូនទាំងគ្នាបាទហើយវីដេអូយើងថ្លម្ជូរក្រាក់ឥឡូវក៏បានមកដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូនទាំងគ្នាបាទជាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការទស្សនាវីដេអូខ្ញុំពីដើមរហូតដល់ចប់ពុកម៉ែបងប្អូនទាំងគ្នាបាទសូមជម្រាបលាបាទជួបគ្នានៅវីដេអូក្រោយទៀត